ដោយសម្លេងបង្កឲ្យមានផលប៉ះពាល់ទៅដល់ការស្ដាប់ជាពិសេសធ្វើឲ្យខ្សោយការស្ដាប់និងខ្លាំងជាដើមប្រឡេកទៅមើលផលប៉ះពាល់នៃការរំខានដោយសម្លេងមានដូចជាឡានពន្លឺអគ្គិភ័យឡានអគ្គិសនីឡានពេទ្យហើយនិងគ្រឿងផ្ទុះជាដើមដើម្បីការពារមិនឲ្យមានការរំខានដោយសម្លេងរដ្ឋបាលក្រសួងបរិស្ថាននិងអាជ្ញាធរត្រូវមានវិធានការដូចជាអប់រំប្រជាជនឲ្យស្គាល់ពីការរំខាននៃសម្លេងនិងផ្សព្វផ្សាយប្រជាជនឲ្យស្គាល់ពីការរំខានដោយសម្លេងណែនាំឲ្យម្ចាស់អាជីវកម្មគ្រប់ប្រភេទធ្វើរោងដាក់ម៉ាស៊ីននិងបំពង់សម្លេងបង្កើតគណៈកម្មការនិយោជន៍គ្រប់ជំនាញបញ្ចូលតាមឧស្សាហកម្មសហគ្រាសក្រុមហ៊ុនភោជនីយដ្ឋានជាចុងក្រោយក្រុមរបស់នាងខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងទាំងឡាយដែលមិនសមរម្យនិងជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាជួបប្រទះនឹងពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈ8ឃ្លាតឡើយសូមអរគុណ